បន្ទាប់ពីលោកគ្រូអ្នកគ្រូបានទស្សនាវីដេអូទី1រួចឥឡូវខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូទស្សនានៅក្នុងវីដេអូទី2នៅក្នុងវីដេអូទី2នេះខ្ញុំនឹងពន្យល់ណែនាំលោកគ្រូអ្នកគ្រូពីរបៀបរក្សាទិន្នន័យសិស្សដែលយើងបានបញ្ចូលទិន្នន័យសិស្សនៅក្នុងប្រព័ន្ធគ្រប់គ្រងពិន្ទុយើងហើយយើង save បែបណាដើម្បីឲ្យទិន្នន័យសិស្សនោះវាជាប់នៅក្នុងប្រព័ន្ធពិន្ទុយើងកុំឲ្យបាត់បង់ដូច្នេះខ្ញុំចុចបើក file WP Office បាទបន្ទាប់មកយើងចូលទៅកាន់កន្លែងពាក្យថា star បាទ star ហ្នឹងដែលយើងបានចុចកាលពីវីដេអូទី1បាទបន្ទាប់មកយើងចុចបើក file ដែលយើងបានរក្សាទុកហើយយើងរងចាំវាមួយសន្ទុះដើម្បីឲ្យវាលុតកម្មវិធីហ្នឹងមកលើអេក្រង់យើងបាទអញ្ចឹងពេលដែលយើងបើកភ្លាមយើងអាចបញ្ចូលទិន្នន័យបានភ្លាមទេយើងទុកឲ្យប្រព័ន្ធហ្នឹងវាដំណើរការរយៈពេលប្រហែលជា7នាទីបាទបន្ទាប់ពីខ្ញុំរងចាំរយៈពេលប្រហែលជា7នាទីឥឡូវនេះខ្ញុំអាចប្រើប្រាស់ប្រព័ន្ធនេះបានហើយអញ្ចឹងខ្ញុំជ្រើសរើសថ្នាក់បង្រៀនបន្ទាប់មកខ្ញុំជ្រើសរើសបន្ទប់ថ្នាក់បាទអញ្ចឹងរងចាំឲ្យវាគិតបន្តិចហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូអាចបំពេញព័ត៌មានផ្សេងៗនៅផ្នែកខាងក្រោមនេះចំពោះការគ្រប់គ្រងព័ត៌មានគ្រូនេះវាមានច្រើនប៉ុន្តែបើលោកគ្រូអ្នកគ្រូអត់ត្រូវការទិន្នន័យទាំងអស់នេះទេលោកគ្រូអ្នកគ្រូមិនបាច់បញ្ចូលក៏បានដែរបាទឥឡូវខ្ញុំចង់ទៅកាន់តារាងផ្សេងទៀតខ្ញុំចុចកន្លែងត្រេ3នោះហើយខ្ញុំអូសរកមើលតារាងដែលខ្ញុំត្រូវការបាទអញ្ចឹងមានតារាងច្រើនឥឡូវខ្ញុំចង់ចូលទៅកាន់តារាងគ្រប់គ្រងព័ត៌មានសិស្សដើម្បីខ្ញុំអាចបញ្ចូលព័ត៌មានសិស្សនៅក្នុងតារាងនេះបាទមើលមកផ្នែកខាងក្រោមមានរូបមួយរូបក្តារចុចបាទអញ្ចឹងយើងចុចលើហ្នឹងមកហើយយើងអាចសរសេរឈ្មោះសិស្សចូលនៅក្នុងតារាងហ្នឹងបានហើយបាទហើយយើងចង់សរសេរឈ្មោះសិស្សបន្តទៀតយើងចុចសញ្ញាព្រួយខាងក្រោមនេះដើម្បីយើងអាចសរសេរនៅឈ្មោះសិស្សថ្មីមួយទៀតបាទអញ្ចឹងខ្ញុំនឹងសរសេរឈ្មោះសិស្សមួយទៀតឥឡូវខ្ញុំសន្មតថាខ្ញុំបានបញ្ចូលឈ្មោះសិស្សនឹងរួចរាល់អស់ហើយអញ្ចឹងដើម្បីយើងចាកចេញពីកម្មវិធីនេះយើងអាចចេញដោយផ្ទាល់បានទេគឺយើងត្រូវតែរក្សាទិន្នន័យនេះទុកសិនអញ្ចឹងបើសិនជាយើងចុចសញ្ញាខ្វែងចាកចេញនេះគឺវានឹងទាមទារឲ្យយើងនឹងបាទវានឹងទាមទារឲ្យយើងនឹងចុច save ប៉ុន្តែខ្ញុំអត់ណែនាំឲ្យលោកគ្រូអ្នកគ្រូចុចបែបហ្នឹងទេបាទអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូចុចកន្លែងសញ្ញាមួយនេះវិញបាទគឺសញ្ញាមួយនេះយើងចុច save ទៅបាទហើយលោកគ្រូអ្នកគ្រូរងចាំប្រហែលជាមួយសន្ទុះធំបាទអញ្ចឹងវានឹងsave ទិន្នន័យនឹងទុកហើយបាទ save ទិន្នន័យនេះទុកហើយបន្ទាប់មកវានឹងចេញសញ្ញាគ្រីសបាទពេលដែលវាចេញសញ្ញាគ្រីសបែបនេះលោកគ្រូអ្នកគ្រូអាចចុចសញ្ញាខ្វែងនៅខាងស្ដាំដៃបានបាទយើងអាចចុចសញ្ញាខ្វែងនេះមកបាទបន្ទាប់មកយើងអាចចាកចេញពីកម្មវិធីនឹងបានហើយបាទសូមអរគុណ